សិង្ហបុរីជាបុរីរដ្ឋក្មេងខ្ចីដែលទើបតែប្រកាសឯករាជ្យកាលពីជាង50ឆ្នាំមុនតែប៉ុណ្ណោះសិង្ហបុរីរបស់រដ្ឋបុរសលីខ្វាន់យូប្រកាសឯករាជ្យផ្ដាច់ចេញពីសហព័ន្ធម៉ាឡេស៊ីនៅថ្ងៃទី9សីហា1965កាលនោះគឺកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចនរោត្តមសីហនុបានទទួលស្គាល់ការប្រកាសឯករាជ្យរបស់សិង្ហបុរីមុនគេគឺសឹងតែមុនគេឯងទៅទៀតនៅអាស៊ីការទទួលស្គាល់នេះគឺនៅថ្ងៃទី15កញ្ញា1965ប្រមាណតែមួយខែប៉ុណ្ណោះក្រោយការប្រកាសឯករាជ្យរបស់លីខ្វាន់យូនៅថ្ងៃនេះហើយដែលអ្នកការទូតនៃប្រទេសទាំងពីរបានចាត់ទុកនិងរាប់យកថាជាថ្ងៃផ្ដើមទំនាក់ទំនងការទូតកម្ពុជាសិង្ហបុរីទាំងប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលសិង្ហបុរីបានរំលឹកពីចំណងមិត្តភាពដ៏ជិតស្និទ្ធនិងដ៏កក់ក្ដៅរវាងប្រទេសទាំងពីរជាពិសេសនៅក្នុងឱកាសខួបទំនាក់ទំនងទូតកម្ពុជាសិង្ហបុរីលើកទី50គឺនៅឆ្នាំ2015ប្រធានាធិបតីសិង្ហបុរីលោកតូនីតាន់កេយ៉ាំបានគូបញ្ជាក់ថាកម្ពុជាគឺជាមិត្តចាស់មិត្តដែលទទួលស្គាល់ការប្រកាសឯករាជ្យរបស់ខ្លួនមុនដំបូងគេគួររំលឹកជូនដែរថាដោយសារតែចំណងការទូតល្អនៅដំណាក់កាលដំបូងសិង្ហបុរីក៏បានចាត់ទុកកម្ពុជាថាជាទីក្រុងគុជនៃអាស៊ីហើយចង់កសាងរដ្ឋឲ្យដូចកម្ពុជាដែរទន្ទឹមនឹងនេះសិង្ហបុរីបានបញ្ជូននិស្សិតឲ្យមករៀនសូត្រនៅស្រុកខ្មែរថែមទៀតផងក្រោយមកទំនាក់ទំនងការទូតនៃប្រទេសទាំងពីរមិនសូវជាល្អល្អិនប៉ុន្មានទេដោយសារតែកម្ពុជាធ្លាក់ទៅក្នុងភ្លើងសង្គ្រាមទម្រាំទាល់តែកម្ពុជាចូលជាសមាជិកអាស៊ានហើយនៅប្រមាណជាងមួយទសវត្សរ៍ចុងក្រោយនេះទើបចំណងទូតបានផ្ដើមរឹតបន្តឹងឡើងវិញនៅក្នុងក្របខ័ណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហើយដើម្បីផ្ដួចផ្ដើមសមារណកម្មអាស៊ានសិង្ហបុរីបានកសាងមជ្ឈមណ្ឌលកម្ពុជាសិង្ហបុរីនៅឆ្នាំ2012នៅភ្នំពេញសម្រាប់បណ្ដុះបណ្ដាលមន្ត្រីរាជការខ្មែរតាមរយៈនេះហើយដែលគេឃើញមន្ត្រីរដ្ឋការនិងមន្ត្រីការទូតខ្មែរទៅសិក្សារៀនសូត្រជំនាញការទូតវគ្គខ្លីៗនៅសិង្ហបុរីជាដើមនៅពេលសោតិបង្គតរបស់ព្រះបរមរតនកោដ្ឋថ្នាក់ដឹកនាំសិង្ហបុរីក៏បានមកគោរពវិញ្ញាណក្ខន្ធនៅភ្នំពេញហើយចំណែកលោកនាយករដ្ឋមន្ត្រីខ្មែរក៏បានទៅសិង្ហបុរីចូលរួមបុណ្យសពរបស់លោកលីខ្វាន់យូបិតាស្ថាបនិកសិង្ហបុរីដែរប៉ុន្មានឆ្នាំចុងក្រោយនេះអ្នកតំណាងរាស្ត្រសិង្ហបុរីបានមកបំពេញទស្សនកិច្ចនៅស្រុកខ្មែរហើយរដ្ឋមន្ត្រីការពារជាតិរដ្ឋមន្ត្រីបរិស្ថានរបស់កម្ពុជាក៏បានទៅទស្សនកិច្ចនៅសិង្ហបុរីវិញដែរចំណែកផ្នែកពាណិជ្ជកម្មនិងវិនិយោគទុនវិញសិង្ហបុរីឈរនៅក្នុងចំណោម10ប្រទេសជាប្រទេសដែលរកស៊ីច្រើននៅស្រុកខ្មែរនៅឆ្នាំ2015សិង្ហបុរីគឺជាអ្នកវិនិយោគផ្ទាល់នៅលំដាប់ទី3បន្ទាប់ពីចិននិងអង់គ្លេសនៅក្នុងរង្វង់ទឹកប្រាក់ជាង$2000 លានការវិនិយោគរបស់សិង្ហបុរីគឺនៅលើផ្នែកសំខាន់ៗរួមមានកសិកម្មធម្មពលសេវាហិរញ្ញវត្ថុការដឹកជញ្ជូនផលិតកម្មនិងអចលនទ្រព្យចំណែកការនាំចេញខ្សាច់ពីស្រុកខ្មែរទៅសិង្ហបុរីវិញក៏នាំប្រាក់ចំណូលច្រើនណាស់ដែរតែនៅមិនទាន់មានការពន្យល់ឲ្យបានច្បាស់លាស់នៅឡើយទេ